អូមួយនេះខ្ញុំមិននិយាយពីតេតងនឹងជំងឺកាមរោគតើឆ្លងដោយរបៀបណាចែកជូនទៅដល់បងស្ត្រីទាំងអស់គ្នាកុំឲ្យមានការព្រួយបារម្ភកុំឲ្យមានការគិតច្រើនដោយសារតែមានបងស្ត្រីជាច្រើនគាត់មានដៃគូគាត់មានគ្រួសារហើយគាត់បានគិតពីផលវិបាកនិងបញ្ហាជំងឺកាមរោគច្រើនមែនទែនបន្ទាប់ពីគាត់មើលវីដេអូរបស់ខ្ញុំពីមួយ step ទៅមួយ step ទៅគាត់ចេះតែគិតច្រើនថាអ្នកគ្រូខ្ញុំព្រួយបារម្ភអាជំងឺកាមរោគណាស់រហូតដល់គាត់តានតឹង stress ហ្នឹងមិនស្រួល stress ដោយសារមើលវីដេអូរបស់ខ្ញុំទៀតចាអញ្ចឹងខ្ញុំមកធ្វើជាវីដេអូមួយនេះមកចែករំលែកថាតើជំងឺកាមរោគឆ្លងដោយរបៀបណាចាពួកអីអត់ចង់ឲ្យបងប្អូនស្ត្រីចេះតែមានការយល់ច្រឡំខុសព្រួយបារម្ភខ្លាំងពេករហូតដល់មានបញ្ហា stress តានតឹងទេចាពួកជំងឺវាមិនចេះតែកើតទេបើសិនជាយើងបានយល់ដឹងពីការការពារស្គាល់ពីវាឲ្យបានច្បាស់យើងអាចជៀសបានចាយើងអាចជៀសបានដូចជាស្ដែងទៅទៅនឹងជំងឺកាមរោគយើងមិនដឹងថាអូតែជំងឺកាមរោគនឹងឆ្លងដោយរបៀបណាចាកុំឲ្យបងប្អូនមានអារម្មណ៍មិនទិលជាពិសេសអ្នកដែលគាត់មានដៃគូគាត់ស្គាល់សារគាត់ទុកចិត្តមួយគ្រួសារទុកចិត្តមួយដៃគូគាត់សោះចាចឹងហើយកុំឲ្យមានមិនទិលណាអញ្ចឹងខ្ញុំមកនិយាយទៅនឹងជំងឺកាមរោគមានអីខ្លះជំងឺកាមរោគមានតកតងនឹងបញ្ហាជំងឺស្វាយចាបំបេះទឹកបាយបំបេះទឹកថ្លាបញ្ហាសេកមាន់ចាជំងឺអេដចឹងជំងឺប៉េះចាក៏សុទ្ធតែជាជំងឺកាមរោគដែរចាវាតេតូននឹងជំងឺកាមរោគមកអាហ្នឹងគឺចង្កោមនៃជំងឺកាមរោគគឺមានទាំងអស់ហ្នឹងចាគឺមានទាំងអស់ហ្នឹងសួរថាតើជំងឺអស់ហ្នឹងឆ្លងដោយរបៀបណាចាជំងឺទាំងអស់ហ្នឹងគឺឆ្លងសំខាន់បំផុតគឺតាមរយៈការរួមភេទចាតាមរយៈការរួមភេទជាមួយនឹងដៃគូចាដែលអត់បានប្រើប្រាស់ស្រោមការពារឬក៏អត់មានអនាម័យឲ្យបានល្អចាគឺវាមានការឆ្លងតាមរយៈទឹករំអិលទឹកកាមចាហើយឆ្លងខ្លាំងបំផុតដែលមានហានិភ័យខ្ពស់បំផុតណាគឺសម្រាប់អ្នកដែលគាត់មានដៃគូរួមភេទច្រើនដែលគាត់អត់បានការពារគឺធ្វើឲ្យគាត់មានហានិភ័យក្នុងការឆ្លងបំផុតព្រោះគាត់ដឹងថាដៃគូរបស់គាត់មួយណាមានកើតកាមរោគទេអញ្ចឹងតែគាត់រួមភេទច្រើនចាដៃគូច្រើនគឺគាត់ងាយឆ្លងជំងឺកាមរោគតាមរយៈទឹករំអិលតាមរយៈទឹកកាមចាឆ្លងចូលមកចាហើយគាត់អត់បានការពារបានត្រឹមត្រូវចានឹងចំណុចទី1ហ្មងចាទី2គឺកាមរោគឆ្លងតាមការប៉ះពាល់ទៅលើមេរោគដោយឧទាហរណ៍ថាបងប្អូនស្ត្រីមួយចំនួនគាត់អត់មានអនាម័យឬក៏បងប្អូនប្រុសមួយចំនួនគាត់មានអនាម័យគាត់ទៅប៉ះផ្ទាល់ជាមួយអ្នកដែលគាត់កើតកាមរោគប៉ះចំទឹករំអិលប៉ះចំទឹកកាមឬក៏ប៉ះផ្ទាល់ជាមួយឈាមឬក៏ជាមួយអីផ្សេងហើយគាត់មកប៉ះរាងកាយរបស់គាត់ក៏គាត់អាចឆ្លងដែរដូចជាការប្រើប្រាស់បន្ទប់ទឹករួមអីមួយចំនួនដែលយើងបានប្រយ័ត្នជួនកាលឆ្លងអាពពួកមេរោគមួយចំនួនចាចូលមកក្នុងខ្លួនរបស់យើងតែម្ដងចានឹងគឺការប៉ះផ្ទាល់ទៅលើពពួកមេរោគជំងឺកាមរោគដែលធ្វើឲ្យឆ្លងចូលមកក្នុងខ្លួនយើងដោយបញ្ហាសេកមាន់អញ្ចឹងយើងប៉ះចំមេរោគនឹងដល់ដឹងខ្លួនទេហើយយើងយកមកញីភ្នែកយើងយកមកញីដៃញីស្បែកញីអីក៏វាអាចឆ្លងកើតសេកមាន់ភ្នែកដៃខ្លួនរបស់យើងបានដែរចាអញ្ចឹងគឺការប៉ះផ្ទាល់ទៅលើពពួកមេរោគចាចំណុចទី3គឺវាឆ្លងដោយសារតែការប្រើប្រាស់របស់មុតស្រួចចារួមគ្នាដូចជាមជុលដូចជាសារ៉ាំងអីផ្សេងចាដែលចាក់ទៅចាមានជាប់ឈាមជាប់អីផ្សេងចាគឺយើងប្រើប្រាស់រួមគ្នាដូចឡាមដូចអីផ្សេងយើងប្រើប្រាស់រួមគ្នាអញ្ចឹងក៏អាចឆ្លងទៅលើជំងឺកាមរោគជំងឺអេដបានដែរចាគឺឆ្លងហ្មងចាហើយចំណុចមួយទៀតគឺឆ្លងតាមរយៈម្ដាយនិងកូនតាមរយៈការបំបៅដោះឬក៏តាមរយៈការសម្រាលកូនចាអានឹងគឺសិតតែធ្វើឲ្យយើងកើតឆ្លងទៅលើជំងឺកាមរោគចាអញ្ចឹងបើសិនជាបងប្អូនចាប្រុងប្រយ័ត្នទៅលើរឿងអស់ហ្នឹងបងប្អូនអត់ព្រួយបារម្ភតេតងនឹងជំងឺកាមរោគកើតឡើងទេតែបើសិនជាយើងកំពុងតែធ្វើប្រហែសអត់ដឹងពីចំណុចកន្លែងហ្នឹងយើងអាចប្រឈមមុខជាមួយនឹងបញ្ហាកាមរោគអញ្ចឹងប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសការពារខ្លួនឯងកុំឲ្យខ្លួនឯងចាមានការឆ្លងទៅលើជំងឺកាមរោគទាំងអស់គ្នាចាអរគុណ